នេះមិនជាលើកទី1ទេដែលខ្ញុំទទួលលើពីនេះមានមនុស្សម្នាក់ក៏ធ្លាប់និយាយបែបនេះជាមួយខ្ញុំដែរសាមីជីខ្ញុំមានតែបោះម្នាក់គឺបោះជួយខ្ញុំបន្តិចទៅនេះធ្វើហ្នឹងលោកជួយខ្ញុំលោកចំណាយលុយច្រើនណាស់ដើម្បីធានាខ្ញុំលោកមិនខ្លាចខ្ញុំរត់គេចទេលោកថាតើមើលលោកជាមនុស្សល្អតែងតែទទួលបានផលល្អលោកជួយជីវិតខ្ញុំបើសិនជាខ្ញុំរត់គេចទៅបាត់នោះអញ្ចឹងខ្ញុំជាមនុស្សអាក្រក់មែនទេអញ្ចឹងហើយមុនពេលដែលខ្ញុំត្រូវលៀងកែអាស្រូវខ្ញុំត្រូវទៅសងថ្លៃធានាខ្លួនទៅលោកវិញខ្ញុំត្រូវដើរតាមលោកនាងដើរតាមខ្ញុំធ្វើអីនាងទៅផ្ទះនាងវិញទៅយ៉ាងណាខ្ញុំបានជួយនាងរួចទៅហើយតើលុយនោះយ៉ាងណានាងមិនសោកខ្ញុំទេខ្ញុំស្គាល់ខំមនុស្សស្គាល់មនុស្សអាក្រក់អេបានលោកនិយាយបែបនេះខ្ញុំពិបាកចិត្តជាងនឹងទៅទៀតខ្ញុំគ្មានបំណងផ្សេងទីមានតែទំនួលខុសត្រូវពួកយើងកុំនិយាយនៅទីនេះអីពួកយើងតែនិយាយនៅផ្ទះទៅនាងលោកចាំខ្ញុំផងiDramaHD.com តបចាស់ខ្ញុំហើយអ្នកនាងខ្ញុំគិតថាព្រមលិខិតរបៀងពួកយើងគឺគួរតែបញ្ចប់ត្រឹមហ្នឹងទៅធម្មតាខ្ញុំគឺមិនមែនជាមនុស្សដែលចូលចិត្តញ៉ៃញ៉ៃនោះទេថ្ងៃនេះខ្ញុំក៏មិនដឹងហេតុអីក៏ខ្ញុំជួយនាងដែរខ្ញុំជឿថានាងក៏មិនមែនជាមនុស្សរត់គេចដើម្បីលុយដែរអញ្ចឹងហើយនាងទៅផ្ទះនាងទៅព្រោះថានាងរំខានខ្ញុំច្រើនណាស់ប៉ុន្តែម៉ាក់នៅឯណាម៉ាក់នៅផ្ទះអង់គ្លេសនេះមែនទេខ្ញុំរកម៉ាក់អត់ទៅឃើញក្រោកឡើងស្ដាប់ខ្ញុំតាមកិច្ចសន្យានេះ3ថ្ងៃហើយដែលនាងមិនបានបង់ថ្លៃផ្ទះជួលបើ2ថ្ងៃទៀតនាងមិនបង់លុយទេនាងត្រូវចេញពីទីនេះអាឡូនាងទៀតហើយមែនទេហ្នឹងខ្ញុំប្រាប់នាងហើយតើនាងតែមករកខ្ញុំខុសលេខហើយខ្ញុំមិនស្គាល់ហាននាងទេនាងថាទៅឥឡូវមកប្រហែលទៅហើយថ្ងៃក្រោយកុំតែមកទៀតណាកុំតន់អត់បិនលោកជាជនជាតិចិនហើយអញ្ចឹងល្អហើយយ៉ាងណាពួកយើងជាជនជាតិចិនអញ្ចឹងលោកជួយខ្ញុំទៅបានទេប៉ះខ្ញុំឡើងត្រូវការខ្ញុំហើយខ្ញុំរកម៉ាក់ខ្ញុំមិនទាន់ឃើញទៀតគាត់តែឲ្យលេខទូរស័ព្ទនេះមកខ្ញុំតាក់ទងទីណែនាងពិតជាគ្មានកន្លែងទៅមែនណាខ្ញុំឲ្យលុយនាងទៅនៅស្ថានគេទៅប៉ុន្តែខ្ញុំគ្មានប៉ាសពតខ្ញុំមិនអាចទៅណាបានទេអើយចូលមកចឹងពីមុនធ្លាប់មានមនុស្សស្រីអាយុ40មកស្នាក់នៅទីនេះមែនទេអត់ណាអរគុណនេះផ្ទះខ្ញុំស្គាល់ម៉ាក់នាងទេខ្ញុំសុំងូតទឹកបានទេពុតមែនហើយអ្នកនាងតើអ្នកនាងបានឃើញអ្វីខ្លះទៅនឹងមានអីកាលឡើងនឹងបើសិនជាមួយរយៈពេលនេះនាងបានឃើញជនដែលគួរឲ្យសង្ស័យសូមតាក់ទងមកខ្ញុំដើម្បីសហការគ្នាចាខ្ញុំនឹងសហការល្អ
ទៅឡើងលើទៅ បងធ្វើស្អីហ្នឹង ហាត់អីក៏អូនសាការជាមួយនឹងប៉ូលីសសាធារណៈបើមានមនុស្សអាក្រក់320អូនមិនខ្លាចគេសងសឹកទេតើមែន